ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីវិធីឆុងតែទឹកដោះគោចំណុះ4លីត្រសម្រាប់ច្រកដាក់ដបដូច្នេះដែរគ្រឿងផ្សំគោលរបស់យើងគឺមានដូចជាតែខ្មៅម៉ាក់នេះបងប្អូនដែលមកកញ្ចប់ហ្នឹងគឺវាមានទម្ងន់កន្លះគីឡូជាមួយនឹងម្សៅទឹកដោះគោប្រើម៉ាក់ណាក៏បានដែរណាតែនាងខ្ញុំជ្រើសរើសប្រើម៉ាក់ត្រីមីនេះបងប្អូនឥឡូវនេះយើងក៏ដាក់ដាំទឹកចំនួន4លីត្រឲ្យពុះសិនមកចំពោះវិធីឆុងតែគឺខុសៗគ្នាអ្នកខ្លះគឺគាត់លីងតែមួយស្ករឲ្យឈ្ងុយសិនមិនគាត់ដាក់ទឹកដាំតែនាងខ្ញុំដាំទឹកឲ្យបានឆុងតែបដ ដោយសារតែសាកល្បងធ្វើរសជាតិវាអត់មានខុសគ្នាអីទេបងប្អូនអញ្ចឹងមិនចាំបាច់ចំណាយពេលលីងតែងលីងស្ករទេហើយរកខ្លោចស្ករធ្វើតែយើងល្វីងបដ អញ្ចឹងដាក់ដាំទឹកនឹងទៅក៏ឈ្ងុយដែរឲ្យតែរបស់យើងមានគុណភាពតែយើងល្អគឺឈ្ងុយដូចគ្នាបងប្អូនតែបើចង់លីងតែឲ្យចាំឆុងក៏បានដែរហើយនេះគឺជារូបរាងតែខ្មៅរបស់យើងពេលដែលបើកប្រអប់មកគឺយើងឈ្ងុយតែហើយនៅពេលដែលយើងឆុងហើយគឺយើងអាចកឹបមាត់ឲ្យជិតទុកវិញកុំឲ្យវាចេញក្លិនអញ្ចឹងណាឥឡូវនេះយើងក៏មកចាប់ផ្ដើមថ្លឹងតែរបស់យើងនឹងចំនួន100ក្រាមដែល100ក្រាមហ្នឹងគឺវាស្មើនឹង1ខាំតែបើសិនអ្នកទាំងអស់គ្នាចង់ឆុងតែច្រើនជាងហ្នឹងគុណតាមហ្នឹងទៅតែបើឆុងតិចជាងហ្នឹងគុណបន្ថយតាមហ្នឹងណាបងប្អូនអញ្ចឹង100ក្រាមទឹក4លីត្រអញ្ចឹងបើចង់ឆុងទឹក2លីត្រ50ក្រាមអញ្ចឹងទៅឥឡូវនេះយើងក៏មកថ្លឹងម្សៅដោះគោរបស់យើងដែលយើងប្រើម៉ាក់ណាក៏បានដែរណាចំនួន350ក្រាមដែលវាស្មើនឹង3ខាំកន្លះចំពោះម្សៅទឹកដោះគោគឺវាមានជាតិផ្អែមណាបងប្អូនដើម្បីតែផ្អែមគឺផ្អែមនឹងដោះគោខាប់ហើយយើងក៏ប្រើទឹកដោះគោខាប់ចំនួន450មីលីលីត្រចំពោះជាតិផ្អែមអាចបន្ថែមនិងបន្ថយបានបើសិនជាអ្នកទាំងអស់គ្នាអត់ចង់ចុះទឹកដោះគោខាប់ទេអាចប្រើលេស្ករសបានឥឡូវនេះយើងក៏ប្រើមួយទឹកដោះគោស្រស់កណ្ដាស់ម៉ាក់ណាក៏បានដែរចំនួន250មីលីលីត្របន្ថែមជាមួយនឹងដោះគោរាវ Carnation ចំនួន200ទៀតអញ្ចឹងបុកចូលគ្នាវា450ឥឡូវនេះយើងក៏មកមើលទឹករបស់យើងក៏វាបានពុះហើយបន្តមកទៀតយើងក៏ចាក់តែខ្មៅរបស់យើងចូលទៅក្នុងទឹកដែលយើងដាំពុះនឹងមកបន្តមកយើងក៏ទុកឲ្យតែរបស់យើងនឹងពុះសិនមិនយើងបិទភ្លើងពេលចាក់តែចូលទៅភ្លាមកុំតាន់បិទភ្លើងបងប្អូនទុកវាឲ្យពុះគ្រក់ចេះសិនមករួចហើយចាំយើងចុចបិទភ្លើងហើយយើងក៏យកគម្របគ្របតែរបស់យើងទុកឲ្យវាចេញជាតិពី10ទៅ15នាទីទៀតសិនគ្របវាផ្ងំចោលអញ្ចឹងទៅ10-15នាទីក្រោយមកទឹកតែរបស់យើងនេះក៏បានចេញជាតិអស់ហើយយើងក៏ចាប់ផ្ដើមត្រងវាដើម្បីយកកាករបស់វាចេញយើងអាចប្រើប្រភេទស្បៃកណាត់ចេះដើម្បីត្រងតែនឹងក៏បានឬក៏អាចប្រើជាកត្រងដៃក៏បានដែរដោយសារតែរបស់យើងនេះគឺស្លឹកវាធំដែរវាមិនមែនជាប្រភេទស្លឹកតែម៉ត់ណាដូច្នេះយើងក៏ត្រង់តែរបស់យើងនឹងឲ្យអស់មកផ្ទេចឹងមកហើយយើងក៏រងចាំឲ្យវាស្រក់អស់ចឹងមកណាហើយយើងក៏ចាប់ផ្ដើមចាក់គ្រឿងក្រើរបស់យើងចូលហើយយើងចាក់ម្សៅទឹកដោះគោចូលទៅមុនហើយកូរចូលគ្នាឲ្យរលាយល្អចំពោះមនុស្សតែទឹកដោះគោនេះអ្នកខ្លះគាត់លួចបន្ថែមអំបិលអញ្ចឹងបើសិនជាបងប្អូនចង់លួចបន្ថែមអំបិលតិចក៏បានដែរណាប៉ុន្តែនាងខ្ញុំអត់ដាក់ទេដោយសារនាងខ្ញុំអត់ចូលចិត្តដាក់អំបិលចំពោះមនុស្សភេសជ្ជៈផ្អែមចេះទេប៉ុន្តែបើសិនជាមនុស្សតែរួចឆ្មាគឺអានឹងដាក់អំបិលទៅញ៉ាំទៅវាត្រូវគ្នាតែបើសិនជាអ្នកណាដែលគាត់ចូលចិត្តចង់បន្ថែមអំបិលក៏បានដែរស្រេចចិត្តគ្រាន់ថាខាងនាងខ្ញុំគឺអត់ដាក់ទេដោយសារតែពេលដែលដាក់អំបិលចូលភេសជ្ជៈចេះទៅមានអារម្មណ៍ថាវាអត់ត្រូវគ្នាបងប្អូនតែបើសិនជាប្រភេទផ្អែមមានខ្ទិះដូងអាហ្នឹងអូខេដាក់ទៅត្រូវគ្នាតែបើសិនបងប្អូនចូលចិត្តលួចដាក់អំបិលក៏ដាក់ទៅអត់អីទេអត់មានតោះខុសអីទេណាហើយយើងក៏ចាប់ផ្ដើមចាក់ទឹកដោះគោស្រស់របស់យើងចាក់ដោះគោខាប់អីចូលហើយកូរចូលគ្នាឲ្យសព្វទុកវាត្រជាក់សិនចាំយើងយកវាមកច្រកដាក់ដបខណៈពេលដែលយើងរងចាំច្រកដាក់ដបហ្នឹងយើងក៏មកកាត់ចាហួយរបស់យើងចាក់ចូលទៅក្នុងចានហើយយើងក៏ចាប់ផ្ដើមច្រកគុជចាហួយរបស់យើងនឹងចូលទៅក្នុងដបតូចដែលចាហួយនេះគេហៅថាប្រភេទគុជឆ្អិនរសជាតិខារ៉ាមែលអ្នកខ្លះហៅថារសជាតិទឹកឃ្មុំយើងក៏ច្រកចូលពីម្ដបទៅម្ដបអញ្ចឹងមកណាបងប្អូនបន្ទាប់ពីយើងច្រកចូលរួចហើយទឹករបស់យើងក៏បានត្រជាក់ល្មមអាចច្រកចូលដបបានហើយយើងក៏យកវាមកច្រកចូលដបទឹកហ្នឹងគឺធ្វើឲ្យគឺត្រាំទឹកបងប្អូនដើម្បីវាត្រជាក់លឿនឥឡូវនេះយើងក៏ចាក់ផ្ទេវាចូលទៅក្នុងកែក្រិតឲ្យមានម៉ត់ស្រួយចឹងមកហើយយើងក៏ចាក់វាចូលដបតូចរបស់យើងហ្នឹងពីម្ដបទៅម្ដបថ្ងៃនេះគឺប្រើដបចម្រុះបងប្អូនប្រើដបលេខ180មីលីលីត្រខ្លះ220មីលីលីត្រខ្លះដោយសារតែនៅសល់លាយគ្នាមកបន្តិចចឹងច្រកទាំងពីរលេខចឹងបណ្ដោយទៅឥឡូវនេះតែទឹកដោះគោចំណុះ4លីត្ររបស់យើងក៏បានរួចរាល់ហើយបងប្អូនឯសាកល្បងធ្វើរូបមន្តនេះបានចំពោះរូបមន្តច្រកដាក់ដបនេះគឺធ្វើរាងខាប់អញ្ចឹងតិចគឺរសជាតិឆ្ងាញ់បងប្អូនតែគាត់ថាធ្វើលក់រាងខាប់ចឹងពេកវាអត់សូវចំណេញចឹងណាធ្វើហើយខ្លះសេះនឹងទូទឹកកកឲ្យបាន12ម៉ោងឬក៏មួយយប់ចាំយកមកញ៉ាំគឺឆ្ងាញ់ចំពោះរូបមន្តថ្ងៃនេះគឺជារូបមន្តសម្រាប់ធ្វើច្រកដាក់ដបប៉ុន្តែរូបមន្តធ្វើលក់មួយកែដាក់ទឹកកកគឺរបៀបឆុងផ្សេងគ្នាបងប្អូនដូច្នេះអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់បានប្រភេទគ្រឿងផ្សំកាហ្វេគ្រឿងផ្សំតែគុជតែខ្មៅតែម្លិះតែអ៊ូឡុងឬក៏ប្រភេទផ្សេងទៀតដែលតាក់ទងនឹងគ្រឿងកាហ្វេអាចតាក់ទងបានខាង page ដែលនាងខ្ញុំបានដាក់នេះណាសូមជួយចុច like page ឬក៏ជួយ subscribe channel YouTube ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតអរគុណច្រើនអ្នកទាំងអស់គ្នា